យោធានកម្ពុជា18រូបនឹងត្រូវពិចារណាក្នុងការដោះលែងថ្ងៃស្អែកនេះដោយមូលហេតុនោះគឺថៃបានលើកឡើងថាមានដ្រូនស៊ើបការឆ្លូបចូលក្នុងដែនអធិបតេយ្យភាពរបស់ថៃដូច្នេះហើយយោធាន18រូបនឹងស្ថិតក្នុងការពិចារណាថាតើដោះលែងឬអត់នៅក្នុងថ្ងៃស្អែកនេះបាទពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានព័ត៌មានមួយចែកជូនពុកម៉ែបងប្អូនពាក់ព័ន្ធជាមួយនឹងយោធាន18រូបដោយលោកវិនថៃសវ៉ារីបានលើកឡើងថានឹងពិចារណាក្នុងការដោះលែងដោយលោកយកលេសថាជន់មីននឹងមានដ្រូនឆ្លូបស៊ើបការចូលក្នុងដែនអធិបតេយ្យរបស់ថៃតើនឹងទៅជាយ៉ាងណាឬមួយក៏ថៃយកលេសជន់មីននឹងដ្រូនឆ្លូបការចូលក្នុងដែនអធិបតេយ្យរបស់ខ្លួនដើម្បីមិនដោះលែងកងទ័ពយើងម្ដងទៀតឬក៏យ៉ាងណាតោះពុកម៉ែបងប្អូនយើងទៅដឹងទាំងអស់គ្នាថៃនេះមិនដែលស្មោះត្រង់ជាមួយនឹងកម្ពុជាម្ដងណាឡើយថៃយកលេសថាដ្រូនខ្មែរហោះបំពេញដែនអាកាសនឹងពិចារណាឡើងវិញលើការដោះលែងទាហាន18រូបស្អែកនេះបាទពុកម៉ែបងប្អូននេះគឺជាចំណងជើងធំនៅក្នុងកាសែតនេះតោះឥឡូវយើងទៅដឹងទាំងអស់គ្នាពុកម៉ែបងប្អូនកងទ័ពថៃអះអាងថាដ្រូនកម្ពុជាបានរំលោភលើដែនអាកាសនឹងអាចនាំឲ្យមានការឆ្លើយតបវិញកងទ័ពថៃបានលើកឡើងនៅថ្ងៃនេះថាខ្លួនបានរកឃើញដ្រូនរបស់កម្ពុជាជាង250គ្រឿងបានហោះឆ្លងចូលមកក្នុងទឹកដីថៃក្នុងតំបន់ព្រំដែនជាច្រើនកាលពីថ្ងៃទី28ខែធ្នូណាពុកម៉ែបងប្អូនថ្មីទៀតហើយកម្ពុជាឯណាទៅមានដ្រូនរហូតដល់250គ្រឿងឯណោះនេះគ្រាន់តែជាលេសមិនចង់ដោះលែងយោធានកម្ពុជាយើងតែប៉ុណ្ណោះលេសនេះគឺបានប្រើម្ដងហើយម្ដងទៀតកាលពីចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពកាលពីមុនក៏ប្រើលេសជន់មីននិងដ្រូនដែរឥឡូវនេះរៀបនឹងដោះលែងយោធានកម្ពុជា18រូបគឺប្រើលេសដ្រូនឆ្លូបការហោះចូលដែនអធិបតេយ្យនិងជន់មីនម្ដងទៀតហើយលេសនេះនឹងមានម្ដងទៀតនៅថ្ងៃក្រោយពុកម៉ែបងប្អូនតើមានសង្ឃឹមទេថាយោធានយើងនឹងអាចត្រឡប់មកវិញនៅថ្ងៃស្អែកពុកម៉ែបងប្អូនបើវាលេស100ចម្ពោះអញ្ចឹងតើឥឡូវនេះយើងបន្តទៅទៀតពុកម៉ែបងប្អូនបាទដោយហៅថាជាការឈ្លានពានបង្កហេតុនិងអាចជាការរំលោភលើវិធានការកាត់បន្ថយភាពតានតឹងដែលបានព្រមព្រៀងគ្នាស្ថិតក្រោមសេចក្តីថ្លែងការណ៍រួមនៃគណៈកម្មាធិការព្រំដែនទូទៅ GBC អ្នកនាំពាក្យកងទ័ពថៃលោកឧត្តមសេនីយ៍តូវិនថៃសវ៉ារីបានលើកឡើងថាដ្រូនទាំងនោះត្រូវបានរកឃើញនៅតំបន់ព្រំដែននៃខេត្តឧបុនរាជធានីខេត្តស៊ីសង្កេតនិងខេត្តបុរីរាមលោកបានបន្តថាហេតុការណ៍នេះបង្ហាញពីចេតនាអរិយភាពបន្ទាប់ពីសំណាក់ប្រទេសកម្ពុជាដែលជំរុញឲ្យប្រទេសថៃពិចារណាឡើងវិញចំពោះការដោះលែងអ្នកទោសសង្គ្រាមទាំង18នាក់ផងដែរលោកវិនថៃសវ៉ារីលើកឡើងកន្លែងនេះគឺមិនត្រូវចដាច់ខាតហាក់បីដូចជាប្រមាថមើលងាយយើងខ្លាំងមែនទែនដោយហៅសិតតែអ្នកទោសសង្គ្រាមទាំងដែលថៃចាប់ខ្លួនយុទ្ធិនយើងចំនួន18រូបកាលនោះគឺចាប់20រូបតែដោះលែង2រូបមកវិញហើយចាប់ដោយខុសច្បាប់គឺចាប់ក្នុងថ្ងៃទី29ចាប់ខុសច្បាប់ណាពុកម៉ែបងប្អូនហើយឥឡូវនេះគេបែរជាហៅថាអ្នកទោសសង្គ្រាមទៅវិញមិនដឹងថាគួរហៅបែបណាឲ្យសមនឹងឈ្មោះលោកវិនថៃសវ៉ារីពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនមានឈ្មោះណាដែលសមនឹងលោកវិនថៃសូមពុកម៉ែបងប្អូនខមមិនខាងក្រោមបាទខ្ញុំចង់តែហៅគាត់អាក្រក់ប៉ុន្តែមិនអាចហៅទុកឲ្យពុកម៉ែបងប្អូនជាអ្នកហៅវិញចុះពុកម៉ែបងប្អូនបាទនេះគឺជាព័ត៌មានខ្លីៗដែលលោកវិនថៃសវ៉ារីបានលើកឡើងឥឡូវនេះយើងទៅមើលការជន់មីនបន្តទៀតថ្មីនេះគឺខាងកងទ័ពថៃជន់មីនម្ដងទៀតបន្ទាប់ពីចង់យកលេសមិនដោះលែងកម្ពុជាយើងហើយគេទៅយកលេសជន់មីនទៀតពុកម៉ែបងប្អូនបាទតោះយើងបន្តទៅមើលទាំងអស់គ្នាលោកវិនថៃសវ៉ារីអ្នកនាំពាក្យយោធាថៃបាននិយាយនៅថ្ងៃទី29ខែធ្នូឆ្នាំ2025ថាយោធាថៃកំពុងប្រមូលផុសតាំងប្តឹងកម្ពុជាដោយនិយាយថាវារំលោភលើអនុសញ្ញាអូតាវ៉ាបន្ទាប់ពីទាហានថៃម្នាក់ទៀតហើយបានជន់មីនលើទឹកដីកម្ពុជារងរបួសដាច់ជើងដែលយោធាថៃអះអាងថាជាករណីទី11ហើយនេះពុកម៉ែបងប្អូនឃើញអត់បានជន់មីននៅលើដីកម្ពុជារងរបួសដាច់ជើងលោកឯងមកធ្វើអីនៅលើដីកម្ពុជាលោកឯងមកឈ្លានពានកម្ពុជាហីដឹងហើយតែកម្ពុជាជាតំបន់មីនច្រើនជាងគេតែលោកឯងនៅតែចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាដោយខុសច្បាប់នេះខុសច្បាប់ចូលទឹកដីកម្ពុជាបងប្អូននេះឃើញអត់បាទបើជន់មីនណាមិនដាច់ជើងទេដាច់ទាំងក្បាលទៀតតែនេះគឺយកលេសហើយសំខាន់ជន់នៅលើដីកម្ពុជាទៀតណាបងប្អូនអូគេទៅឈ្លានពានមកចូលទឹកដីគេហើយការប្រយុទ្ធគ្នាស្ទើរតែជិត20ថ្ងៃអត់មានជន់មីនមកដល់ពេលនេះជន់មីនបាទគ្រាន់តែចលេសទេបងប្អូនលេសមិនចង់ដោះលែងវីរៈកងទ័ពរបស់យើង18រូបទេបងប្អូនបាទតែយើងទៅមើលទៀតករណីយោធាជន់មីននេះបានកើតឡើងបន្ទាប់ពីបទឈប់បាញ់កម្ពុជាថៃចូលជាធរមាន
ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025ខណៈគិតមកត្រឹមថ្ងៃនេះមានរយៈពេល2ថ្ងៃហើយបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khao Short បានឲ្យដឹងថាកាលពីវេលាម៉ោង10ព្រឹកថ្ងៃច័ន្ទថ្ងៃទី29ខែធ្នូឆ្នាំ2025គឺការពីព្រឹកមិញណាបងប្អូនតំបន់កងយោធានភូមិភាគ2បានរាយការណ៍ថាក្រុមបោះសម្អាតមីនមកពីអង្គភាពវិស្វកម្មបានរងរបួសក្រោយជន់មីនខណៈពេលកំពុងបំពេញបេសកកម្មសន្តិសុខនៅតំបន់ខៅសាតសមស្រុកកន្ធរឡាក់ខេត្តស៊ីសាកេតដែលបណ្ដាលឲ្យទាហានថៃម្នាក់នោះបានបាត់ជើងម្ខាងបងប្អូនបាត់ជើងម្ខាងទៀតហើយគឺចំនួនទី11ក្បាលហើយគិតមកទល់ពេលនេះដែលទាហានថៃបានជន់មីនដាច់ជើងម្ខាងគឺដាច់តែជើងម្ខាងនិងរងរបួសស្រាលតែប៉ុណ្ណោះមិនអាចដាច់ជើងទាំងស្រុងបានទេតែបើសិនជាមីននៅកម្ពុជាយើងគឺមិនត្រឹមតែដាច់ជើងម្ខាងទេបងប្អូនអាចដាច់ដល់ត្រឹមផ្លូវឬក៏ដាច់ពាក់កណ្ដាលខ្លួនតែម្ដងបាទគឺកម្លាំងមីនគឺខ្លាំងមែនតើមិនមែនដូចថៃជន់ដាច់ត្រឹមតែកជើងទេបងប្អូនបាទតើយើងតទៅទៀតអ្នកនាំពាក្យយោធាថៃបាននិយាយថាការវិតម្លៃបឋមបានបង្ហាញថាអាចមានមីនជាច្រើនទៀតនៅក្នុងតំបន់នោះជាពិសេសនៅក្នុងតំបន់ដែលកងកម្លាំងថៃបានគ្រប់គ្រងមុនពេលបទឈប់បាញ់ត្រូវបានប្រកាសបាទខ្លួនឯងឆ្លៀនពៀនគេស្រស់ជន់មីនបែរជាយកលេសមិនចង់ដោះលែងយោធានកម្ពុជាយើងបងប្អូនកិច្ចខិតខំប្រឹងប្រែងបោះសម្អាតនៅតែបន្តប៉ុន្តែនៅតែមានការលំបាកដោយសារតែដីមានហានិភ័យខ្ពស់លោកបានបញ្ជាក់ទៀតថាផុសតាំងកំពុងត្រូវបានប្រមូលដោយយោធានិងដាក់ស្នើព័ត៌មានទាំងអស់ទៅក្រសួងការបរទេសថៃសម្រាប់ការណែនាំជាផ្លូវការដល់សហគមន៍អន្តរជាតិដោយពិពណ៌នាថាវាជាការរំលោភយ៉ាងច្បាស់លាស់លើអនុសញ្ញាអូតាវ៉ាលោកវិនថៃហើយលោកឯងចូលមកក្នុងទឹកដីរបស់កម្ពុជាហើយលោកឯងបែរជាលើកឡើងថាកម្ពុជានឹងរំលោភលើអនុសញ្ញាអូតាវ៉ាទៅវិញកម្ពុជាមិនបានទៅដាក់មានថ្មីទេដោយសារតែលោកឯងមកជន់ទឹកដីកម្ពុជាឈ្លានពានទឹកដីកម្ពុជាដែលខុសច្បាប់ដូច្នេះហើយជន់មីនចឹងហើយលោកឯងមិនមានអ្វីដែលត្រូវប្តឹងទេទោះបីជាប្តឹងក៏លោកឯងប្តឹងមិនឈ្នះកម្ពុជាដែរព្រោះលោកឯងជាចោលឈ្លានពានណាតើយើងទៅទៀតបងប្អូនចេះតែមើលចេះតែក្តៅបងប្អូនបាទដោយសារតែលេសរបស់ពួកវាមិនចេះអំចេះហើយរំលឹកទៅដល់ថ្ងៃទី27ខែធ្នូជាថ្ងៃនៃកិច្ចប្រជុំ GBC ថ្នាក់រដ្ឋមន្ត្រីការពារជាតិក៏មានទាហានថៃម្នាក់ដែរបានដើរជន់មីនពេលកំពុងបំពេញកាតព្វកិច្ចនៅតំបន់ខៅតាសតខេត្តស៊ីសាកេតនៅប្រហែលម៉ោង 11:30 នាទីព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025មុនបទឈប់បាញ់ចូលជាធរមានគូកត់សម្គាល់ថាថៃតែងតែយកករណីទាហានរបស់ខ្លួនជន់មីនមកចោទលើកម្ពុជាបានដាក់មីនថ្មីទោះបីជាស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបានបញ្ជាក់ឲ្យថាមីននោះគឺជាមីនចាស់សល់ពីសម័យសង្គ្រាមក៏ដោយជុំវិញបញ្ហាមីននេះកម្ពុជាតែងតែបានបញ្ជាក់អះអាងម្ដងហើយម្ដងទៀតថាគ្រាប់មីនដែលនៅតាមតំបន់ព្រំដែនកម្ពុជាថៃជាគ្រាប់មីនចាស់បន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជាហើយគ្មានកម្លាំងទាហានកម្ពុជាណាដាក់មីនថ្មីឡើយការអះអាងអំពីរូបភាពនៃការដាក់គ្រាប់មីនដែលយកចេញពីទូរស័ព្ទគឺគ្មានភាពរឹងមាំក្នុងការចោទប្រកាន់មកលើកងទ័ពកម្ពុជាទេអាចថាជាផុសតាងប្រឌិតឡើងហើយជាការចាំបាច់ណាដែលត្រូវមានការស៊ើបអង្កេតរួមគ្នាមួយដើម្បីបញ្ជាក់ផុសតាងឲ្យច្បាស់លាស់មុននឹងធ្វើសេចក្តីសន្និដ្ឋានណាមួយចំណែកសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីនបញ្ជាក់ថាកម្ពុជាកត់សម្គាល់ថាការចោទប្រកាន់របស់ថៃតែងតែពឹងផ្អែកលើការអះអាងឯកតោភាគីរបស់យោធាមិនមានការផ្ទៀងផ្ទាត់ឯករាជ្យការស៊ើបអង្កេតដោយយុត្តិធម៌ឬយន្តការស្វែងរកការពិតដែលទទួលស្គាល់ជាអន្តរជាតិរូបថតនិងផុសតាំងដែលគ្មានការផ្ទៀងផ្ទាត់ទីតាំងការបរិច្ឆេទការរក្សាទុកឬការវិតម្លៃបច្ចេកទេសអព្យាក្រឹតមិនអាចចាត់ទុកជាផុសតាំងបានទេក្រោមច្បាប់អន្តរជាតិបាទពុកបងប្អូននេះគឺជាព័ត៌មានដែលខាងថៃជន់មីនហើយពួកគេនឹងត្រៀមពិចារណាក្នុងការដោះលែងយោធានរបស់យើង18រូបនៅថ្ងៃស្អែកនេះដោយយើងដឹងហើយថ្ងៃស្អែកនេះគឺជាថ្ងៃដែលគម្រប់72ម៉ោងដែលនឹងត្រូវដោះលែងយោធានកម្ពុជាយើងនៅថ្ងៃត្រង់គឺថ្ងៃម៉ោង12ពុកបងប្អូនក៏ប៉ុន្តែមុននឹងដោះលែងគឺថៃគេបានបង្កើតលេសមួយទៀតហើយគឺដ្រូនរបស់កម្ពុជាយើងឆ្លូបចូលរហូតទៅដល់250គ្រឿងឯណោះចូលក្នុងដែនអធិបតេយ្យរបស់ថៃ
ហើយគេនឹងត្រៀមពិចារណាម្ដងទៀតបាទយើងនឹងសង្ឃឹមថាពូថៃនឹងគោរពច្បាប់អន្តរជាតិនិងគោរពតាមអ្វីដែលបានសន្យាកន្លងមកបាទហើយនឹងដោះលែងយោធានកម្ពុជាយើងចំនួន18រូបបាទពុកម៉ែបងប្អូនបាទហើយព័ត៌មាននេះគឺចាប់តែប៉ុណ្ណឹងពុកម៉ែបងប្អូនខ្ញុំក៏សូមអរគុណនិងសូមជម្រាបលាបាទ